អន្លក់ផ្កាកផ្លោកជាមួយនឹងស្លឹកងៀងស្វ័យហាងហើយអន្លក់នេះគឺយើងធ្វើជាមួយត្រីស្អើចង់ដឹងថាធ្វើយ៉ាងម៉េចតាមដានវីដេអូនឹងទាំងអស់គ្នាសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមកធ្វើអន្លក់ហូបទៀតដែរបងប្អូនមានដូចជាស្វ័យហាងផ្កាកផ្លោកឬក៏ហៅថាផ្កាតាកៀតហើយបុកទឹកគ្រឿង7ខ្ចីបងប្អូនមានស្លឹកងៀងទៀតឥឡូវនេះគឺខ្ញុំចាប់ផ្ដើមធ្វើហើយតែមើលទាំងអស់គ្នាបងប្អូនមុនដំបូងនេះគឺខ្ញុំចាប់ផ្ដើមដាក់ប្រហុកឆ្ងោរសិនដើម្បីយកទៅធ្វើទឹកគ្រឿងបន្ទាប់មកយើងធ្វើការលាងបន្លែរបស់យើងឲ្យបានស្អាតជាមុនសិនបន្លែខ្ញុំមានតែ3មុខនឹងឯងបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមបុកសណ្តែកដីពេលដែលសណ្តែកដីម៉ត់ចាប់ផ្ដើមដាក់ត្រីស្អើបុកម្ដងពេលនេះត្រីស្អើនិងសណ្តែកដីម៉ត់ហើយខ្ញុំចាប់ផ្ដើមដាក់អំបិលខ្ចីចំនួន3គួរឥឡូវយើងចាប់ផ្ដើមលាយគ្រឿងម្ហូបនៅតាមជនបទស្រុកស្រែយើងមានតែអន្លក់បន្លែស្រស់ហើយនឹងម្ជូរឆាចៀនស្ងោរនឹងឯងបងប្អូនហើយអន្លក់នេះគឺយើងធ្វើត្រីស្អើបងប្អូនឥឡូវខ្ញុំដាក់ទឹកប្រហុកដែលបានស្ងោរនឹងចូលមកពណ៌សម្បុរវាមិនល្អមើលដូចគេទេបងប្អូនតែល្អហូបគឺឆ្ងាញ់បងប្អូនខ្លះលយតែពណ៌សម្បុរតែអត់ឆ្ងាញ់ទេឥឡូវខ្ញុំធ្វើការដាក់ប៊ីចេងបន្តិចហើយនឹងស្ករសអន្លក់ខ្លះគេប្រើជាមួយនឹងអំពិលទុំឬក៏អីនឹងបងប្អូនក្រូចឆ្មាតែខ្ញុំប្រើជាមួយអំពិលខ្ចីហើយយើងកូរវាចូលគ្រឿងគ្នាជាមួយទឹកប្រហុកនឹងសិនមកពណ៌មិនសូវល្អមើលទេបងប្អូនតែរសជាតិឆ្ងាញ់បងប្អូនអន្លក់ខ្ញុំធ្វើចូលចិត្តប្រើអំពិលខ្ចីហើយយើងហាន់ម្ទេសដាក់បន្តិចមកហើយយើងភ្លក់មើលស្ទើរអីយើងថែមថយតាមនឹងគឺរសជាតិល្មមបងប្អូនសម្រាប់ខ្ញុំគឺប៉ុណ្ណឹងគឺឆ្ងាញ់ទេបងប្អូនយើងផ្ទាប់ជាមួយបន្លែល្មមដាក់ស្លឹកខ្ទឹម2-3ចំណិតពេលនេះអន្លក់របស់ខ្ញុំគឺហើយបងប្អូនឥឡូវទៅរៀបចំបន្លែម្ដងនេះបន្លែរបស់ខ្ញុំមានតែ3មុខហ្នឹងទេបងប្អូនស្លឹកងៀងកាកផ្លោកហើយនឹងស្វ័យហាងតែម្នាក់ឯងទេបងប្អូនអញ្ចឹងធ្វើតែល្មមទេទំនងអត់បងប្អូនធានាតែបងប្អូនមើលហើយកុំលេបទឹកមាត់ណាបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនជម្រាបលាលោកខ្ញុំធ្វើឲ្យបងប្អូនឥឡូវមកភ្លក់ទាំងអស់គ្នាមុនដំបូងនេះខ្ញុំភ្លក់ស្លឹកអាងៀងឆ្ងាញ់មកគេបងប្អូនស្វ័យហាងឲ្យជួយទៅមកមួយដាក់ទៅមក